លេលាបសស្លេក3ថ្ងៃស7ថ្ងៃ700នេះបងប្អូនលាបទៅចូលស្បែកល្អណាស់3ថ្ងៃ7ថ្ងៃឃើញប្រសិទ្ធភាពហើយសស្លេកសស្អាតហ្មងប៉ុន្តែនៅពេលដែលសស្លេកសស្អាតហ្នឹងនៅក្នុង ingredient នេះគេដាក់អីខ្លះដើម្បីឲ្យបានសាច់យើងសស្អាតកាត់ឲ្យឃើញខ្ចីលវក់ចេញសរសៃចេញខៀវហ្នឹងណាគឺមានសារជាតិបរតហើយនឹងសារជាតិអីផ្សេងដែលយើងអត់ដឹងច្រើនមែនទែនអញ្ចឹងបានយើងថាយើងជាអ្នកប្រើប្រាស់យើងអត់ដឹងថានៅក្នុងហ្នឹងគេដាក់រូបមន្តអីខ្លះដើម្បីកាត់ឲ្យយើងស្បែកស្អាតស្បែកសឲ្យយើងស្គមឲ្យយើងស្អីអាហ្នឹងសិតតែយើងអត់ដឹងទាំងអស់អញ្ចឹងមិនថាយើងមុននឹងទិញផលិតផលប្រើប្រាស់យើងត្រូវតែស្រាវជ្រាវមើលឲ្យដឹងថា ingredient នៅក្នុងហ្នឹងមានអីខ្លះទៅសស្អាតមកឲ្យលងស្ងប់ហ្នឹងមិនដែលឃើញមានបញ្ហាអីខ្ញុំលាប10 20ខ្លងខ្ញុំលាបមួយជីវិតដែរមិនឃើញអីអត់តន់អីទេបងប្អូននៅពេលដែលអីមានបញ្ហាមហារីកឬបញ្ហាស្បែកអីហ្នឹងណាព្យាបាលវាហួសហៅគេហៅថាដំណាក់កាលចុងក្រោយនៅការព្យាបាលហើយអញ្ចឹងបងប្អូនណាដែលធ្លាប់ប្រើផលិតផលដែលក្រសួងចេញមកប្រកាសឲ្យថាធ្វើលើបទដ្ឋានស្តង់ដារហើយនៅអ្នកដែលប្រើប្រាស់ឲ្យថាខ្ញុំប្រើស្អាតអត់មានឃើញមានបញ្ហាអីហងអត់ជឿលើเพจក្រសួងទៀតទៅជឿលើម្ចាស់ brand អញ្ចឹងនៅពេលដែលម្ចាស់ brand យើងអត់បន្ទោសគាត់ទេនៅពេលខ្លះដូចជាខ្ញុំឧទាហរណ៍ឃើញគេលក់លេដាច់យើងក៏ទៅបង្កើត brand លេខ្លួនឯងដែរដោយមានលុយប៉ុន្មាន2-30000ឬក៏50000អីទៅគេឲ្យរោងចក្រធ្វើក្នុងកម្រិតលេហ្នឹងប៉ុន្មាន5000ខ្លងឬក៏2000ខ្លងដើម្បីយកមកលក់សាកនៅពេលដែលយើងលក់ជោគជ័យទៅដាច់យើងក៏ចាប់ផ្ដើមបង្កើត brand ថែមទៀតយើងជាម្ចាស់ brand នេះដូចឧទាហរណ៍ជាខ្ញុំឃើញគេលក់ដាច់យើងទៅបង្កើត brand ខ្លួនឯងមានលុយទៅបង្កើតហើយយើងឲ្យរោងចក្រផលិតលេឲ្យយើងលាបទៅឃើញសឃើញអីហើយរោងចក្រវាខូចវាចេះតែដាក់គ្រឿងផ្សំដែលឆាប់មានជាតិកាត់ឆាប់ឃើញបានផលអញ្ចឹងណាជាពិសេសប្រទេសថៃនឹងម្ដងប្រើរបស់វាគឺល្អខ្លាំងមែនទែនកាត់លឿនឃើញស្អាតភ្លាមនៅពេលដែលឈប់ប្រើគឺមុខយើងចាប់ផ្ដើមខ្ទេចខ្ទីឡើងមុនហើយស្បែកហ្នឹងគឺជ្រីវជ្រួញតែម្ដងហើយខូចសុខភាពស្បែកទៀតអញ្ចឹងរោងចក្រវាចេះតែដាក់តែហើយយើងម្ចាស់ brand ខ្លួនឯងនេះយើងអត់ដឹងថាគេដាក់អីគេខ្លះទេរូបមន្តនេះដឹងតែយើងហ្នឹងឲ្យលុយគេ10000អញ្ចឹងទៅគេផលិតប្រហែល1000ខ្លងឲ្យយើងយកមកលក់ចាយចោះប្រវេតអីអញ្ចឹងទៅម្ចាស់ brand នៅពេលផលិតគ្រឿងសម្អាងហើយនឹងរឿងថែរក្សាសម្រស់មួយហ្នឹងគឺត្រូវតែមានចំណេះជំនាញខាងហ្នឹងត្រូវតែយើងអត់ចេះយើងត្រូវរកពេទ្យដែលជំនាញខាងសុខភាពស្បែកនេះយកដើម្បីពិគ្រោះសួរនាំថាគេដាក់អីខ្លះដើម្បីឲ្យសុខភាពស្បែកយើងហ្នឹងវាអត់ប្រតិកម្មនៅថ្ងៃក្រោយហើយមិនចេះតែឲ្យមានលុយឲ្យគេធ្វើ brand ហ្នឹងចេះយកមកតេស្តមកអូយសាច់ស្អាតអាហ្នឹងសាច់ស្អាតនៅពេលដែលយើងឈប់ប្រើគឺអាក្រក់តែម្ដងអញ្ចឹងអ្នកដែលប្រើ skin care មែនតើណាខ្ញុំឃើញបងប្អូនដែលធ្លាប់ប្រើហេតុអីគេប្រើសិតតែរបស់ដូចជប៉ុនរបស់កូរ៉េរបស់អាមេរិកឧទាហរណ៍ដូច SK2 គេថាថ្លៃហើយលាបអត់ត្រូវសោះចំណាយពេលយូរលាបដល់សិតតែកន្លះឆ្នាំមួយឆ្នាំបានឃើញផលរបស់គេហ្នឹងគឺល្អសុទ្ធហើយល្បីទូទាំងពិភពលោកអញ្ចឹងវាតម្រាំតែជ្រាបចូលស្បែកតម្រាំតែធ្វើការហ្នឹងវាយឺតគេចិញ្ចឹមម្ដងតិចមិនមែនផលិតផលដូចយើងគេផលិតផលកូនខ្មែរដែលកាត់យកមកពីគេពីថៃពីប្រទេសផ្សេងហ្នឹងយកមកឲ្យបិទផ្លាកថាអូស្នាដៃកូនខ្មែរអីតាមពិតផលិតនៅប្រទេសពួកអស់នោះសោះហើយយកមកលាបយកមកអីទៅអូឃើញសលឿនសស្លេកសស្អាតលឿនខ្លាំងមែនទែនដល់អាលេដែលខ្ញុំលាបមិញហ្នឹងណាសួរថាលាបទៅសអត់មានសទេគ្រាន់តែផ្ដល់សំណើមអីទេសួរថាលេអីគឺលេសុទ្ធមកពីប្រទេសអាមេរិកធម្មតាអញ្ចឹងយើងអាចជឿទុកចិត្តបានហើយយើងមិនត្រូវការសស្លេកសស្លាំងសអីខ្ញុំលាបនេះក៏ដោយសារនៅពេលដែលខ្ញុំប្រេសស្បែកបែកសកាស្បែកស្ងួតបានខ្ញុំលាបបើជាទូទៅធម្មតាក៏ខ្ញុំអត់លាបដែរអញ្ចឹងមុននឹងប្រើប្រាស់ផលិតផលអីដែលលាបចូលក្នុងខ្លួនឬក៏លាបលើស្បែកត្រូវតែដឹងប្រភពឲ្យច្បាស់លាស់ថារូបមន្តហ្នឹងគេដាក់អីកុំចេះតែទិញឃើញគេប្រើល្អប្រើតាមគេសម្រក់ទម្ងន់សម្រក់រៀងញ៉ាំទៅល្អចេះល្អចុះនេះបើនៅប្រទេសវៀតណាមវិញគេហៅថាជាប់គុកព្រោះអីបបរកញ្ញាដែលគេ Miss Grand ស្អីគេងួយថឹកធួយទិញហ្នឹងឃើញគាត់បង្កើត brand លក់ដែរគាត់លក់ផលិតផលដូចជាលេបដើម្បីឲ្យសាច់ស្អាត collagen អីមានផ្ទុកសារធាតុគីមីបន្តិចសោះឃើញទេគេប្តឹងឥឡូវជាប់គុកអត់ទាន់ចេញទៀតអញ្ចឹងបានថាយើងធ្វើអ្វីក៏ដោយនៅពេលដែលingredient រូបមន្តហ្នឹងយើងធ្វើលើកម្រិតស្តង់ដារគេធ្វើឲ្យហានិភ័យប៉ះពាល់ដល់អ្នកប្រើប្រាស់អញ្ចឹងហើយបានជាប៉ូលីសវៀតណាមហ្នឹងចាប់នាង Miss Grand ហ្នឹងចូលគុកអញ្ចឹងមិនមែនជាការលេងសើចណាអានេះគឺស្មើនឹងសម្រាប់អាយុជីវិតប្រជាជនដែលប្រើប្រាស់ផលិតផលคล้ายអ្នកណាក៏ចង់ស្អាតដែរតែសង្ឃឹមថាបងប្អូនប្រើឲ្យត្រូវស្តង់ដារកម្រិតដែលក្រសួងដាក់ឲ្យកុំឃើញគេអូសស្អាតសលឿនសស្លេកត្រូវរង្វាន់អីនេះអូយអាហ្នឹងបងប្អូនគឺប្រយ័ត្នឲ្យខ្លាំងមែនទែនប្រយ័ត្នវាមិនដែរអាណាគេមកដាក់រង្វាន់ឲ្យយើងឯងបានស្អាតហើយបានរង្វាន់ទៀតអាហ្នឹងគឺវាប្រឈមខ្លាំងមែនទែនហើយឥឡូវខ្ញុំសួរដូចផលិតផលខ្លះល្បីគេអត់មានទាំងផ្សាយផលិតផលអីរបស់គេប៉ុន្តែគេនៅតែលក់ដាច់ផលិតផលស្តង់ដារទោះមិនផ្សាយមិនចាប់រង្វាន់មិនអីក៏ដោយក៏គេនៅតែលក់ដាច់រហូតព្រោះអីរបស់គេគឺហៅថាគង់វង្សយូរអង្វែងជា company ក្រុមហ៊ុនមួយដែលជឿទុកចិត្តអស់រយៈពេលច្រើនឆ្នាំមកហើយមិនមែនត្រឹមតែទុំបង្កើត brand 3ឆ្នាំ5ឆ្នាំ10ឆ្នាំថាល្អឯណាយើងក៏មិនអាចបន្ទោសម្ចាស់ brand ដែរពេលខ្លះម្ចាស់ brand គាត់អត់ដឹងយល់ពីបញ្ហារូបមន្តហ្នឹងអញ្ចឹងគាត់ចេះតែឲ្យក្រុមហ៊ុន
នៅបរទេសដូចថៃអីចឹងលីលេឲ្យខ្ញុំប្រហែលពាន់ខ្លងតែប៉ុណ្្នឹងដឹងតែយកមកប្រើហើយគាត់អត់ដឹងថារូបមន្តអីគេអញ្ចឹងទាមទារត្រូវយើងជាម្ចាស់ brand ហ្នឹងឲ្យយល់ដឹងហើយយកមកពិសោធន៍នៅ labo មន្ទីរដើម្បីចុះប្រវេតឲ្យបានត្រឹមត្រូវអញ្ចឹងវាខ្វល់អីវាដឹងតែលក់ឲ្យយើងវាមិនមែនជនជាតិថៃឬក៏ជនជាតិវាអីណាប្រទេសណាផ្សេងហ្នឹងវាដឹងតែដាក់ទៅឲ្យសឲ្យលឿនឲ្យកាត់ឃើញផលបានភ្លាមឲ្យយើងនេះលក់ដាច់មកកំងអាវ៉ាន់វាហត់តែច្រើនអញ្ចឹងវាលក់ហត់តែដាច់ហើយអញ្ចឹងវាសួរថាវាខ្វល់ពីសុខភាពយើងឯងវាត្រូវខ្វល់អីមិនមែនជាប្រជាជនវាមិនអីហងហើយយើងជាម្ចាស់ brand ឃើញតែសស្អាតសលឿនសស្លេកអីហ្នឹងយើងក៏អើយភ្ញៀវទាំងច្រើនណាស់ឥឡូវផ្ទុះហើយផ្ទុះទីផ្សារផ្ទុះបងហើយអញ្ចឹងយើងក៏កំងវាបន្ថែមទាំងដែលយើងអត់ដឹងថាអាក្នុងរូបមន្តលេសស្លេកសស្លាំងប្រហែលថ្ងៃសហ្នឹងអត់ដឹងថាគេដាក់អីខ្លះផងហ្នឹងហើយដល់អញ្ចឹងយើងចេះតែធ្វើទៅចេះតែលក់ទៅមួយថ្ងៃលក់តិចដល់យូរទៅយើងកើនចំណូលកើនធំបង្កើតក្រុមហ៊ុនធំអញ្ចឹងទៅហើយយើងបង្កើត brand រៀងច្រើនជាងមុនដល់តែមានបញ្ហាគឺនិយាយក្រឹបខូចឈ្មោះខូចម្ចាស់ brand ហ្នឹងខូចទាំងអស់ហើយម្ចាស់ brand ហ្នឹងពេលខ្លះក៏អត់ដឹងអីទាំងអស់ដឹងតែគេរៀបចំលាយឲ្យមួយឈុតមកយកមកយើងលក់តទៅដូចយើងជាឈ្មួញកដាអញ្ចឹងហើយដល់តាអ្នកដែលស្គាល់អា ingredient រូបមន្តច្បាស់គាត់បានសិក្សាគាត់បានស្រាវជ្រាវគាត់អត់ចេះគាត់ទៅរកដុកទ័រឬក៏ពេទ្យជំនាញសារស្បែកឬក៏ខាងសំអាង skin care ហ្នឹងយកមកឲ្យគេជួយមើលជួយត្រួតពិនិត្យមើលហើយបានគេចុះបញ្ជីចុះអីអាហ្នឹងអត់ដែលមានបញ្ហាទេសំខាន់ម្ចាស់ brand កុំគិតថាយើងមានលុយបង្កើត brand ខ្លួនឯងធ្វើនេះធ្វើនោះអីចឹងណាកុំប្រយ័ត្នអាហ្នឹងប្រយ័ត្នមានគ្រោះថ្នាក់អញ្ចឹងគ្រាន់ជាសារខ្លីៗកុំចង់បានសលឿនសស្លេកប្រើអារបៀបដែលប្រើចិញ្ចឹមយើងតិចអាហ្នឹងវាចាយពេលយូរពិតមែនប៉ុន្តែយើងអត់ប៉ះពាល់ដល់សុខភាពស្បែកយើងមិនមែនប៉ះពាល់តែស្បែកយើងអីណាកលៀនកលោះអីគ្រប់ក្នុងសារពាង្គកាយយើងវាប៉ះពាល់ទាំងអស់ជ្រាបហើយឃើញគេនិយាយថាឃើញដុកទ័រមួយគាត់និយាយនៅក្នុងclip vlog គាត់ដែរគាត់ថាសំបីតាលាបហើយប៉ះពាល់ដល់កូនដែលកូនទូចឬក៏កូនដែលកំពុងបំបៅដោះម្ដាយនេះក៏អាចមានបញ្ហាដល់កូននឹងដែរអញ្ចឹងប្រយ័ត្នអ្នកម្ដាយទាំងរូបដែលថាចង់បានសស្អាតសស្លេកអីហ្នឹងប្រយ័ត្នបន្តិចតែប៉ុណ្្នឹងឯងអញ្ចឹងពីខ្ញុំទៅខ្លីៗអរគុណច្រើនហើយសង្ឃឹមថានឹងជឿខាងក្រសួងពេកក្រសួងដែលប្រកាសកុំសូវជឿខាងម្ចាស់ brand ថាអូខ្ញុំនឹងដោះស្រាយដោះអីចេញបើគេពិនិត្យច្បាស់ឃើញអញ្ចឹងហើយកុំគិតថាអូគេយកផលិតផលคล้ายនៅលើទីផ្សារយកមកតេស្តមកឃើញសារធាតុបរតគីមីច្រើនអីចឹងហើយបោះខ្លួនឯងអាប៉ិតចេះអីអត់ទេធម្មតាតែមានគឺមានទាំងអស់ហើយវាមិនដែរណាគេយកមកคล้ายអញ្ចឹងទេអូខេអរគុណច្រើនជំរាបលាបាយ